ការកម្រិតខួរក្បាលជ្រៅគឺជាជម្រើសការព្យាបាលដ៏ល្អបំផុតមួយសម្រាប់មនុស្សដែលមានជំងឺ Parkinson ហើយការព្យាបាលនេះមិនមែនជាការព្យាបាលថ្មីទេការព្យាបាលនេះមានសម្រាប់ជាង3ទសវត្សរ៍ហើយនៅឥណ្ឌាយើងកំពុងធ្វើវាជាង10ឆ្នាំនៅឥណ្ឌាហើយនេះមិនមែនជាការវះកាត់ធំទេយើងហៅវាថាជាការវះកាត់តាមរន្ធគ្រាប់វាមានលក្ខណៈស្រដៀងនឹងឧបករណ៍បេះដូងនេះគេហៅថាជាភាសាញីយើងហៅវាថាជាឧបករណ៍បេះដូងខួរក្បាលយើងដាក់អេឡិចត្រូតតូច2នៅក្នុងខួរក្បាលហើយបន្ទាប់មកយើងភ្ជាប់អេឡិចត្រូតទាំងអស់ជាមួយថ្មតូចមួយនៅក្នុងទ្រូង Givers ធ្វើឲ្យការភ្ញាក់ផ្អើលការក្រិនការយឺតយ៉ាវក្នុងសកម្មភាពប្រចាំថ្ងៃការដើរនិងការរញ្ជួយខ្លួនរបស់អ្នកជំងឺប្រសើរឡើង Ischemia មានន័យថាជាការរញ្ជួយខ្លួនខុសប្រក្រតីនៃដៃនិងជើងដូចជាការរញ្ជួយដូចជាការរាំហើយវាក៏អាចកាត់បន្ថយថ្នាំរបស់ពួកគេពី40ទៅ70ផងដែរជីវិតនេះក៏អាចធ្វើបានសម្រាប់មនុស្សដែលមានការភ្ញាក់ផ្អើលច្រើនដូចជាការភ្ញាក់ផ្អើលសំខាន់ការភ្ញាក់ផ្អើល dystonia និងមនុស្សដែលមានជំងឺ dystonia ជំងឺ Parkinson និងក៏មានជំងឺផ្នែកចិត្តមួយចំនួនដូចជាជំងឺស្រកស្រាល syndrome Tourette និងជំងឺឆ្កួតផងដែរ Givers នេះអាចផ្លាស់ប្ដូរជីវិតបានដូចជាវានឹងផ្ដល់ឲ្យអ្នកនូវការកែលម្អដ៏អស្ចារ្យឬក៏ការកែលម្អដ៏អស្ចារ្យក្នុងគុណភាពជីវិតរបស់ពួកគេមនុស្សតែងតែសួរខ្ញុំថាតើមានហានិភ័យអ្វីមួយទេសម្រាប់ Givers ដូចជាការវះកាត់ផ្សេងដូចជាវាមានហានិភ័យតូចមួយចំនួនផងដែរមានឱកាស2នៃការហូរឈាមនិងឱកាស2នៃការឆ្លងមេរោគនេះអាចកើតឡើងជាមួយនឹងការវះកាត់ផ្សេងដូចជាការវះកាត់ក្រពះឬការវះកាត់ជើងវាជាការវះកាត់តូចមួយដូច្នេះពួកគេអាចមានគុណភាពជីវិតល្អបំផុតមួយបន្ទាប់ពីការវះកាត់នេះ